不是我说我煮他们不会吃所以跟他自己煮មកនាំបងប្អូនអ៊ំពូមីងតាយាយទាំងអស់គ្នាមកមើលអំពីរបៀបធ្វើមីរបស់តាឡុងត្រូវជាឲ្យក្មេងរបស់ខ្ញុំម្សិលមិញស្លេះធ្វើវគ្គកាត់កញ្ឆាយឥឡូវនេះដល់វគ្គលាងស្ពៃតឿម្ដងស្ពៃតឿដែលទិញមកពីផ្សារនៅវីដេអូមុនហ្នឹងឥឡូវយើងក៏បានលាយគ្រឿងមិនមែនយើងទេគឺឲ្យក្មេងខ្ញុំលាយគ្រឿងសាច់ជ្រូកហ្នឹងប្រឡាក់ស្អីខ្លះទេខ្ញុំមិនដឹងទេព្រោះខ្ញុំអត់បានថតច្បាស់លាស់ដែរចឹងហើយថតបានប៉ុណ្ណាអ៊ំពូមីងបងប្អូនមើលប៉ុណ្ណឹងទៅឥឡូវនេះគាត់បានដាក់អំបិលបន្តិចនិងម្សៅស៊ុបចូលបន្តិចនៅពេលដែលអស់ម្សៅស៊ុបហើយគាត់ក៏បានតែយកម្សៅស៊ុបយកមកដាក់ថែមប៉ុន្តែមិនមែនម្សៅស៊ុបទេអ្វីដែលគាត់យកមកហ្នឹងគឺហៅថាមីឡែតរបស់កូនក្មេងដែលគេបបរឲ្យកូនក្មេងចាប់ពីអាយុ6ខែញ៉ាំមកដល់ពេលហើយគាត់មានចាប់អារម្មណ៍ណាខ្ញុំនេះក៏កន្លែងតែវីវរឿងថតវីដេអូទៀតមានទេយកអាមីឡែតរបស់កូនក្មេងតែញ៉ាំហ្នឹងមកខ្លាចទៅជាម្សៅស៊ុបអញ្ចឹងបានថាកូនភាសាតាឡុងហើយតាឡុងហ្នឹងត្រូវគ្នាមែនត្រូវដោយសារអីធ្វើអីមួយហ្នឹងគឺថាបើច្រឡំទាំងពីរនាក់ថាត្រូវទាំងពីរនាក់អើយនិយាយខ្ញុំលាងបន្លែហើយបាត់ហើយនេះមានសាច់មានបន្លែនេះហើយគឺជាបន្លែដែលត្រូវដាក់ចូលមីល្ងាចហ្នឹងអញ្ចឹងហើយគាត់ក៏បានដាក់ខ្ទឹមបំពងជាមួយខ្លាញ់អីតែខ្ញុំអត់បានថតកន្លែងទៅវីវក់លាងបន្លែផ្លេចមកថតអាណាហើយក៏ទៅអ្នកថតនិងអ្នកតួសំដែងនេះសិតតែថ្មីថ្មោងដូចគ្នាអញ្ចឹងហើយអ៊ំពូមីងកុំប្រកាន់អីចេះតែមើលទៅដាក់ចូលក្នុងផ្ទះចាក់ទឹកហើយបាត់ហើយមិនទាន់បានដឹងថាដាក់អីខ្លះផងឥឡូវបងសណ្ដែក1 3ជីវយកមកកបងទៀត1 2 3ជីវអូយនិយាយលេងសើចទេបងប្អូនអ៊ំពូមីងកុំប្រកែប្រកាន់អីបើមិនផ្លឹងកំផ្លឹកកំ pl ែងខ្លះបងប្អូនមើលទៅខ្លាចសាំវីដេអូរបស់ខ្ញុំអញ្ចឹងហើយបានចេះបន្ថែមលបោយតិចតួចទៅឥឡូវដល់ពេលគាត់បងកពឹសហើយក៏ចាក់ទឹកស៊ុបចូលទឹកស៊ុបហ្នឹងមានដូចជារងាស់លៀសសមុទ្រអាហ្នឹងគេហៅគេលៀសប៉ារ៉ាហ្នឹងអីមិនលៀសប៉ារ៉ាទៀតអូខ្ញុំមិនដឹងថាលៀសអីទេតែប៉ែហ្នឹងលៀសសមុទ្របងប្អូនណាដឹងជួយប្រាប់ផងក៏គាត់ចាក់ទឹកថែមទៅព្រោះអីវាគេថាស្ទើរទឹកដោយសារមីរៀងច្រើនណាមួយបន្លែរៀងច្រើនដែរចឹងហើយក៏គាត់ចាក់ទឹកសយើងហ្នឹងថែមបន្តិចទៅបន្ទាប់ពីចាក់ទឹកហើយក៏បានលាងខ្ទះលាងឲ្យស្អាតទៅដោយសារតែហ្នឹងវាខ្ទះរងាស់ស៊ុបផ្សេងអញ្ចឹងហើយត្រូវការស៊ុបត្រូវការបន្លែត្រូវការសាច់ណាគ្រប់វីដេអូរបស់តាឡុងនិងកូនភាសាតាឡុងគឺសប្បាយរីករាយរហូតអត់ដែលកើតទុកទេពីព្រោះថាត្រូវដៃត្រូវជើងគ្នាណាគ្រឿងខាងធ្វើវីដេអូអីហ្នឹងប៉ុន្តែកុំភ្លេចថាដាក់នេះច្រឡំនោះឥឡូវដល់វគ្គគាត់កាត់បន្លែម្ដងកាត់មៀនដូចមានដូចជាស្លឹកកាត់ឆាយស្លឹកខ្ទឹមនិងស្លឹកអីនេះគិនឆាយហើយនឹងជីវ៉ាន់ស៊ុយអញ្ចឹងដាក់ចូលគ្នាតែហ្មងទៅចំណែកឯស្ពៃតឿនេះគឺយកមកហាន់គ្រុបក្រាក់អត់មែនថាដាក់បបរបាយជ្រូកទេណាបងប្អូនគឺដាក់ឲ្យមនុស្សហូបប៉ុន្តែគឺគាត់ហាន់អញ្ចឹងហើយបងប្អូនពេលមើលវីដេអូហ្នឹងហើយបើមានចំណុចខុសឆ្គងណាមើលទៅមិនសូវសមអីជួយ comment ពាក្យឲ្យត្រឹមត្រូវល្អឲ្យខ្ញុំផងណាឥឡូវមើលខ្ទះនេះវិញស្លឹកខ្ទឹមក៏ហើយបន្លែយើង2កធុនបានហើយបន្ទាប់មកទៀតគោបានដាក់ម្សៅស៊ុបហ្នឹងដូចខ្ញុំថាយើងដាក់ខុសទេមិនម្សៅស៊ុបទេអញ្ចឹងបានឲ្យក្មេងដាក់ចិត្តដាក់ច្រើនទៅអត់មានរសជាតិបានអីជាតិបើគាត់ឲ្យនឹងខ្ញុំច្រឡំម្សៅស៊ុបហ្នឹងបន្ទាប់ពីដាក់ម្សៅស៊ុបហើយឥឡូវដល់វគ្គចាក់គ្រឿងដែលលាយធ្វើមីហ្នឹងទឹកស្អីទេមិនដឹងទេដឹងរបស់ចិនហ្នឹងឲ្យខ្ញុំចេះហៅដែរឥឡូវនេះវីដេអូរបស់យើងសូមស្លេះតែប៉ុណ្្នឹងសិនចាំតាមដាននៅវីដេអូក្រោយបន្តទៀតព្រោះ editing យើងដល់ហើយអរគុណច្រើនជម្រាបលា